បាទបន្តទៀតនៅក្នុងមេរៀនតាក់ទងជាមួយរបបនេះខ្ញុំនឹងចាប់ផ្ដើមការងារពាក់ព័ន្ធជាមួយនឹងតទឹកជ្រីដែលព័ទ្ធជុំវិញតបរបស់យើងណាប៉ុន្តែជាទូទៅតាក់ទងនឹងផ្នែក technical មែនតើអ្នកនរត្រូវសិក្សាពី structure របស់វាត្រឹមត្រូវណាតែលើនេះខ្ញុំផ្ដោតទៅលើការងារ form នេះមែនតើយើងត្រូវមានធ្នឹមមានខឿនអីវាសម្រាប់ទុកសម្រាប់អីហ្នឹងណាបាទតែអូខេវិធីនៃការគូតកតងធ្នឹមតកតងជាងតកតងនឹងជីអីអ្នកនេះចេះហើយអញ្ចឹងនៅពេលដែលយើងសិក្សាប្លង់បច្ចេកទេសមែនតើហ្នឹងយើងត្រូវ be careful ជាមួយនឹងផ្នែកកន្លែងនេះមិញណាបាទអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូល model in place មកខ្ញុំរើសយកជាប្រភេទ generic model ដដែលការងារពាក់ព័ន្ធនឹង roof boundary sweep អូខេរួចខ្ញុំចុចយកពាក្យថា sweep ហើយខ្ញុំចុចពាក្យថា sketch រួចចុចពាក្យថា set ឬក៏យើងអាចកំណត់ជាន់ដោយមិនចាំបាច់ pick ក៏បានដែរយើងនៅជាន់ទី4យកជាន់ទី4មកអូខេអញ្ចឹងវាមាន snap ស្គាល់ហើយណាដល់ធៀបពិតយើងអាចគូ line ព័ទ្ធជុំវិញដើម្បីបង្កើត path ណានេះប៉ុន្តែខ្ញុំសារលបងប្រើប្រាស់ pick line សិនខ្ញុំចុច all វាខ្ញុំ tab អូខេមើលទៅវាដូចជាមិនសូវជា response ទេអូខេអញ្ចឹងយើងបន្តមកប្រើ line វិញចុះអត់អីទេណាបាទអូខេរួចរាល់ហើយពេលយើងបានផាតរួចរាល់ហើយយើងពេលនេះធម្មតាមករួចយើងចុចពាក្យថា edit profile អូខេ profile នេះខ្ញុំច្នៃខ្លួនខ្ញុំងាយស្រួលយើងអាចប្រើជា hidden line យើងមើលទៅស្រួលមើលណាអូខេអញ្ចឹងខ្ញុំអាចគូខ្លួនខ្ញុំបានទុក space ប្រហែលជា2 3ទឹកចុះសម្រាប់តទឹកអូខេបែបនេះចុះយើង finish មក finish មួយទៀតអូខេអញ្ចឹងយើងបដូរមកជា realistic វិញហើយត្រួតពិនិត្យមើល material ឡើងវិញណាខ្ញុំចុច create មកខ្ញុំដាក់ពាក្យថា roof sweep អូខេជាង material ខ្ញុំរើសដូចលើកមុនដដែលនាំលាបហ្នឹងមកអូខេ finish មកអូខេជាការស្រេចបែបនេះចុះណាអូខេអូខេអញ្ចឹងយើងសម្រាប់ប៉ុណ្ណឹងសិនហើយនៅក្នុងមេរៀនបន្តទៀតខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាទៀតទាក់ទងជាមួយនឹងការ design ទៅលើគម្រោងអគារការិយាល័យមួយនេះបាទសូមអរគុណណា